តោះថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបទិញម៉ូតហើយម៉ូតវាមានច្រើនយ៉ាងអញ្ចឹងណាបើគ្នាយកចេះទិញមើលរបៀបទិញមើលអីចឹងទៅហើយមុននឹងយើងទិញបានយើងមើលសិនតំណែងណាដែលយើងចង់ទិញអីចឹងទៅហើយល្អខ្លាំងមែនតើយើងមានគ្រប់ហ្គេមទាំង iOS ទាំង Android អញ្ចឹងយើងទិញដំបូងវាអត់ទាន់ឲ្យយើងទិញទេដោយសារអីយើងអត់ទាន់មាន Gmail ហ្នឹងហើយអញ្ចឹងយើងត្រូវការ Gmail សិនដាក់ Gmail សិនមិនទិញបានហ្នឹងហើយអញ្ចឹងដំបូងនេះគឺយើងចូលកន្លែងគណនីហ្នឹងមកបាទចូលគណនីយើងចូលដាក់ account យើងដាក់ account Gmail ចូលទៅដល់បើយើងមានកណ្ដិចមួយ Google យើងកណ្ដិចមួយ Google យកមកទៅតែបើអត់មានទេយើងដាក់ Gmail យើងមកនេះដាក់ផ្លឹបមកនេះខ្ញុំទៅ copy យក Gmail ខ្ញុំសិនហ្នឹងហើយដាក់ Gmail យើងមកនេះចាំមើលខ្ញុំសាញចូលទៅហ្នឹងហើយស្រួលអត់មានអីបាក់ទេទិញម៉ូតហ្នឹងហើយយើងដាក់ Gmail ហើយកន្លែងនេះយើងដាក់ password ហ្នឹងហើយ password Gmail របស់យើងហ្នឹងហើយយើងដាក់ផ្លឹបចឹងទៅនេះចុច next ទៅវាទៅវាបញ្ជូនទៅហើយអញ្ចឹងយើងកណ្ដិច Gmail សិនបានទិញម៉ូតបានអញ្ចឹងយើងចុច continue ហ្នឹងមកចុចតាមខ្ញុំចឹងមកស្រួលអត់មានអីបាក់ហ្នឹងហើយហើយកន្លែងនេះចាំវាបន្តិចសិនទៅហ្នឹងហើយចាំវាបន្តិចទៅវា connect ឲ្យឯនេះពេលដែលវា connect ឲ្យវាចូលមកវាឃើញ account យើងលើហ្នឹងហើយឃើញនេះ account យើងហ្នឹង account យើងដែលយើងបង្កើតមិញហ្នឹងហើយអញ្ចឹងយើងអាចចូលទៅទិញ mode បានហើយយើងរើសទៅយើងយក iOS ឬ Android តែសម្រាប់ខ្ញុំទិញ iOS អញ្ចឹងណាឥឡូវមើល game ចង់យក PUBG ក៏បានអីក៏បានដែរហ្នឹងហើយបើគ្នាយើងអត់មាន Gmail ទេចង់ឲ្យខ្ញុំទិញឲ្យគ្រាន់តែថតមកយកអាមួយណាអញ្ចឹងណាហ្នឹងហើយខ្ញុំទិញឲ្យបានដូចគ្នាហ្នឹងហើយតែឥឡូវខ្ញុំមកបង្ហាញគ្នាយើងពីរបៀបទិញដោយខ្លួនឯងហើយរហ័សលឿនទៀតហ្នឹងហើយទិញបានភ្លាមហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំចង់បាន X បោភូណាខ្ញុំចុចទិញឥឡូវនេះមកហើយឥឡូវនេះចំនួនចង់បានប្រហែលតែខ្ញុំទិញតែមួយបានហើយយើងលេងតែឯងហ្នឹងហើយអញ្ចឹងយើងយកតែមួយទៅតម្លៃវាអីយើងឃើញហើយអស់ហើយហ្នឹងហើយតម្លៃនេះតម្លៃវាលើហ្នឹងអីលើហ្នឹងហើយយើងចុចទូទាត់មកអញ្ចឹងពេលដែលយើងចុចទូទាត់មកវាលោត QR មកហើយណាលោត QR យើងមកហើយយើងថតទៅនេះយើងថតមកក្របទៅហើយយើងចូលទៅទូទាត់មកតាមធនាគារណាក៏បានដែរឥឡូវខ្ញុំទូទាត់តាមជា AVA អញ្ចឹងណាអញ្ចឹងពេលដែលទូទាត់ហើយនេះយើងចុចនេះរួចរាល់អញ្ចឹងទៅហ្នឹងហើយរួចរាល់ទៅវាបញ្ជូនទៅ Gmail យើងហើយចំពោះ mode ហ្នឹងហើយស្រួលហ្នឹងហើយពេលដែលយើងចង់ទិញអីផ្សេងទៀតយើងចេញក្រៅមកយើងចង់បានអីគេដូចឥឡូវខ្ញុំចង់ទិញ Mobile Legends យើងគ្រាន់តែចុចមកបាទយើងចុចថតឲ្យខ្ញុំក៏បានដែរបើអត់ចេះទិញហ្នឹងហើយតែនេះបើចង់ទិញខ្លួនឯងទិញដោយរហ័សទៀតហ្នឹងហើយយើងចុចចឹងមកហើយយើងចង់បានប៉ុន្មានអីយើងចុចទូទាត់មកវាតម្លៃឲ្យយើងតាម Gmail មិញហើយ Gmail ដែលយើងបាន connect មុនហ្នឹងហើយចឹងល្អខ្លាំងមែនតើអត់មានអីពិបាកទេអញ្ចឹងមានតែប៉ុណ្្នឹងបាទចំពោះការទិញ mode